ស្លឹកថ្នាំងដែលឆ្ងាញ់រសជាតិដើមមកពីខេត្តសៀមរាបមកកុំភ្លេចមកកន្លែងគាត់ហើយទាដែលគាត់យកមកអាំងនេះគឺជាប្រភេទទាស្រែដែលយកមកពីខេត្តសៀមរាបផ្ទាល់មកបងប្អូនហើយទាមួយគឺប្រើរយៈពេលអាំងយូរមែនតើប្រហែលជិត1ម៉ោងនោះបងប្អូនបើសិនជាបងប្អូនចង់បញ្ញាប់បានលឿនគឺបងប្អូនអាចខលកក់មុនបានហើយទាអាំងចិត្តឆ្អិនគឺគាត់លាបគ្រឿងសបន្ថែមដើម្បីឲ្យរសជាតិនឹងពណ៌មើលទៅក្រហមហើយឈ្ងុយបងប្អូនឲ្យមើលតែពណ៌នេះអូយពុះគ្រឿងក្រូចតែម្ដងឃើញហើយឃ្លានស្រក់ទឹកមាត់ណាទីអបសក់ថ្នាំរបស់គាត់នេះសឹងថាយកទៅមិនបាច់ជ្រលក់ក៏បានដែរព្រោះឲ្យវាមានជាតិនៅលើបាទស្បែកចូលជាតិជាមួយនឹងសាច់ស្រេចបាត់ទៅហើយបងប្អូនអើយទីអបសក់ថ្នាំនេះបងប្អូនទិញយកទៅក្លែមក៏ត្រូវទិញយកទៅញ៉ាំលេងក៏ត្រូវឬក៏យកទៅញ៉ាំជាមួយបាយអីក៏ត្រូវដែរបងប្អូនបាទមួយក្បាលតម្លៃតែ25,000ទេធូរថ្លៃមែនតើរសជាតិប៉ុណ្ណឹងងាយរកទេហើយសំខាន់បងប្អូនទិញទៅគឺចំណេញបានគ្រឿងក្នុងទៀតហើយបញ្ជាក់គ្រឿងក្នុងនេះមិនមែនគ្រឿងក្នុងមាន់ណាគឺគ្រឿងក្នុងទានឹងឯងបងប្អូនហើយលក់ទាដាក់គ្រឿងក្នុងមាន់មកហើយមួយវិញទៀតទឹកទាដែលកាប់ចេញមកហូរចេញពីក្នុងទាណាក៏មិនចោលដែរគឺដាក់ឲ្យថែមជូនបងប្អូនតែម្ដងហើយទឹកទានេះមិនមែនថាមានគ្រប់តែទាទេពេលខ្លះមានពេលខ្លះអត់ពេលខ្លះអាំងទៅស្រក់អស់ខ្លះអញ្ចឹងណាបងប្អូនវាអត់ទៀងហើយជាបងប្អូននៅម្ដុំស្ទឹងមានជ័យលៃបបាក់រកទាអាំងដែលឆ្ងាញ់ហើយចេញពីធ្វើការអាចទិញមួយយកទៅញ៉ាំជាមួយបាយឬក៏ដាក់អាចាក់ជុំគ្នាអញ្ចឹងណា